ស្ថានភាពគណៈបកប្រជាធិបតេយ្យកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិក្រោយមរណភាពនៃព្រះអង្គម្ចាស់ស៊ីសុវត្ថិជុតិវង្សសមាជិកគណៈបកប្រជាធិបតេយ្យបានទទួលរងនៅការធ្វើទុកបុកម្នេញពីរដ្ឋការបារាំងជាខ្លាំងតាមរយៈការចោទប្រកាន់คล้ายៗមួយពាក់ព័ន្ធទៅនឹងរឿងផ្កាយខ្មៅដោយសារតែគោលគំនិតទាមទារឯករាជ្យនិងការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកត្តាមួយទៀតដែលវាបានរួមចំណែកដល់ភាពបរាជ័យនៃគណៈបកប្រជាធិបតេយ្យនោះអ្នកដែលមានឥទ្ធិពលនិងសិទ្ធិអំណាចលើសេដ្ឋកិច្ចដូចជាពួកក្រុមបារាំងព្រះញាតិវង្សខ្លះនិងកូនចៅចិនភាគច្រើនដែលរកស៊ីធូរធារនិងទទួលបានលាភសក្ការៈពីការស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងគេមិនចង់ឲ្យកម្ពុជាមានឯករាជ្យនោះទេបើទោះបីជាក្រុមទាំងនោះចូលរួមធ្វើនយោបាយក៏គេនាំគ្នាគ្រប់គ្រងគណៈបកសេរីភាពដែលជាក្រុមអភិរក្សនិយមនិងចង់រក្សាស្ថានភាពដើមឲ្យនៅដដែលនៅថ្ងៃទី21ខែធ្នូឆ្នាំ1947ការបោះឆ្នោតជ្រើសតាំងសមាជិកសភាលើកដំបូងត្រូវបានធ្វើឡើងហើយគណៈបកប្រជាធិបតេយ្យបន្តឈ្នះឆ្នោតម្ដងទៀតដោយទទួលបានសម្លេងគាំទ្រចំនួន45លើ75អាសនៈរីឯគណៈបកសេរីភាពទទួលបានត្រឹមតែ21អាសនៈតែប៉ុណ្ណោះ10ថ្ងៃក្រោយមកលោកឈៀមប៊មត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីមកពីគណៈបកប្រជាធិបតេយ្យដែលមានលោកយ៉ែមវ៉ាំបូធ្វើជារដ្ឋលេខាធិការមហាផ្ទៃទទួលបន្ទុកនគរបាលជាតិហើយលោកអ៊ីវកឹសបានជាប់ឆ្នោតជាប្រធានរដ្ឋសភារដ្ឋាភិបាលរបស់លោកឈៀមប៊មមានអាយុកាលត្រឹមតែ8ខែសោះក៏ត្រូវដួលរលំទៅវិញដោយសារមានតំណាងរាស្ត្រខ្លះជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយលើការដេញថ្លៃឡូនេសាទនៅខ្លាក្រហឹមដែលកាលនោះលោកយ៉ែមវ៉ាំបូក្នុងនាទីជាអ្នកទទួលបន្ទុកខាងនគរបាលជាតិបានប្រើប្រាស់អំណាចនិងទូនាទីរបស់ខ្លួនទៅបំផ្លាញឯកសារនិងលុបបំបាត់ផុសតាងនានាអំពីរឿងអាស្រូវមួយនេះលោកឈៀមប៊មក្នុងឋានៈខ្លួនជានាយករដ្ឋមន្ត្រីបានទាមទារឲ្យមានការចាប់ខ្លួនលោកយ៉ែមវ៉ាំបូរឿងអាស្រូវមួយនេះបានបង្ខំឲ្យលោកឈៀមប៊មលាលែងចេញពីតំណែងនៅថ្ងៃទី14ខែសីហាឆ្នាំ1948បន្ទាប់មកលោកប៉ែននុតត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជំនួសក៏ប៉ុន្តែត្រូវបានក្រុមលោកយ៉ែមវ៉ាំបូគប់គិតគ្នាផ្ដួលរំលំនៅខែមករាឆ្នាំ1944លោកអ៊ីវកឹសប្រធានរដ្ឋសភានិងជាអ្នកនយោបាយសុចរិតទៀងត្រង់មានចិត្តម៉ត់ចត់ចំពោះគោលការណ៍ប្រជាធិបតេយ្យនិងឯករាជ្យជាតិបានចេញមុខសម្របសម្រួលដើម្បីនិយាយបញ្ចុះបញ្ចូលឲ្យអ្នកតម្រង់ឯទៀតបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តតែងតាំងលោកយ៉ែមវ៉ាំបូធ្វើជានាយករដ្ឋមន្ត្រីតាមការចង់បានរបស់ព្រះមហាក្សត្រលោកអ៊ីវកឹសយល់ឃើញថានៅក្នុងកាលៈទេសៈដែលខ្មែរនៅមិនទាន់ទទួលបានឯករាជ្យគណៈបកប្រជាធិបតេយ្យពុំគួរមានទំនាស់ជាមួយនឹងព្រះមហាក្សត្រនោះទេនៅទីបំផុតគណៈបកប្រជាធិបតេយ្យរបស់លោកអ៊ីវកឹសបែរជាទទួលរងនៅថ្មបកទៅវិញត្បិតរដ្ឋាភិបាលរបស់លោកយ៉ែមវ៉ាំបូដោយសារតែមានវិបត្តិថវិកាជាតិបានសម្រេចបើកកាស៊ីណូមួយនៅផ្សារកណ្ដាលដែលលោកអ៊ីវកឹសបានជំទាស់ជាដាច់ខាតលោកបានថ្លែងការណ៍បញ្យលអ្នកតំណាងរាស្ត្រថាល្បែងស៊ីសងជាមូលដ្ឋាននាំឲ្យសេដ្ឋកិច្ចជាតិជំរុញប្រទេសជាតិទៅរកសេចក្តីអន្តរាយទេព្រោះអ្នកទៅលេងល្បែងនោះគ្មានបានចម្រើនជាតិទេកូនត្រូវតែចាញ់ជាដរាបកូននោះគឺអ្នកណាមិនគឺពលរដ្ឋជាតិយើងមេនោះគឺអ្នកណាមិនជនជាតិចិនជាជនបរទេសរដ្ឋាភិបាលយកតុងបានពិតមែនហើយការបើកកាស៊ីណូនេះបានបង្កឲ្យមានកំហឹងនិងផ្ទុះបាតកម្មពីសំណាក់សិស្សវិទ្យាល័យស៊ីសុវត្ថិយ៉ាងកក្រឹកកក្រែងរហូតធ្វើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំជាតិលោកមាសសអែមសម្រេចចិត្តបិទវិទ្យាល័យព្រះស៊ីសុវត្ថិតែម្ដងក្រុមសិស្សសាលានាំគ្នាបាតកម្មស្រែកតាមជ័យឃោសថាមាសសអែមយ៉ែមវ៉ាំបូបើកកាស៊ីណូបិទវិទ្យាល័យហុយម៉ោង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 សូមបញ្ជាក់ផងដែរថាលោកហុយម៉ោងគឺជារដ្ឋមន្ត្រីការពារជាតិនៅចំនួននោះដើម្បីដោះស្រាយទៅនឹងវិបត្តិមួយនេះរដ្ឋសភាជាតិបានចាត់តាំងលោកឡាបលុនអ្នកតំណាងរាស្ត្រឲ្យធ្វើសំណួរសួរដេញដោលទៅរដ្ឋាភិបាលរបស់លោកយ៉ែមវ៉ាំបូស្រាប់តែដល់ថ្ងៃត្រូវចូលបំភ្លឺនាយករដ្ឋមន្ត្រីបានសម្រេចទូលសុំព្រះមហាក្សត្រឲ្យប្រកាសរំលាយរដ្ឋសភាជាតិ
តែម្ដងនៅថ្ងៃ18ខែកញ្ញាឆ្នាំ1949ដោយមិនបានសួរយោបល់ពីប្រធានរដ្ឋសភាជាមុនដូចមានចែងនៅក្នុងមាត្រា69នៃរដ្ឋធម្មនុញ្ញកាលបើមានការរំលាយសភាលោកអ៊ីវកឹសយល់ថាទុកឲ្យរាស្ត្រជាអ្នកកាត់ក្តីបើការបោះឆ្នោតសភាស្រាប់តែអ្នកតំណាងរាស្ត្រចាស់ជាប់ឆ្នោតមកវិញច្រើនបានសេចក្តីថានយោបាយរបស់សភាគឺត្រឹមត្រូវតែបើជាប់ឆ្នោតមកវិញតិចនោះចាត់ទុកថានយោបាយសភាគឺខុសហើយតាមរដ្ឋធម្មនុញ្ញឆ្នាំ1947កាលបើសភាត្រូវបានរំលាយនោះប្រធានរដ្ឋសភាត្រូវបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលមានលោកអ៊ីវកឹសជានាយករដ្ឋមន្ត្រីពីថ្ងៃទី20ដល់28ខែកញ្ញាឆ្នាំ1949បន្ទាប់មកនៅថ្ងៃទី28ខែកញ្ញានេះព្រះមហាក្សត្របានសម្រេចព្យួររដ្ឋធម្មនុញ្ញគឺប្រទេសកម្ពុជាពុំមានរដ្ឋធម្មនុញ្ញនិងរដ្ឋសភានោះទេក្រោយមកនៅថ្ងៃទី29ខែកញ្ញាឆ្នាំ1949ព្រះមហាក្សត្របានតែងតាំងលោកយ៉ែមបំបូរឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តកាលដែលព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រីដោយគ្មានរដ្ឋសភានេះត្បិតទ្រង់សំអាងលើមាត្រា21នៃរដ្ឋធម្មនុញ្ញដែលបានចែងថាអំណាចគ្រប់យ៉ាងបានមកពីព្រះមហាក្សត្របន្ទាប់មកនៅថ្ងៃទី28ខែកញ្ញានេះព្រះមហាក្សត្របានសម្រេចព្យួររដ្ឋធម្មនុញ្ញគឺប្រទេសកម្ពុជាពុំមានរដ្ឋធម្មនុញ្ញនិងរដ្ឋសភានោះទេក្រោយមកនៅថ្ងៃទី29ខែកញ្ញាឆ្នាំ1949ព្រះមហាក្សត្របានតែងតាំងលោកយ៉ែមបំបូរឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តកាលដែលព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រីដោយគ្មានរដ្ឋសភានេះត្បិតទ្រង់សំអាងលើមាត្រា21នៃរដ្ឋធម្មនុញ្ញដែលបានចែងថាអំណាចគ្រប់យ៉ាងបានមកពីព្រះមហាក្សត្រអំណាចទាំងនោះត្រូវប្រើទៅតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញម្យ៉ាងទ្រង់ឆ្វែងយល់ថាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់មួយក្រោយចលនាខ្មែរអ៊ីស្រាអែលពុកគុណបានផ្ដាច់ខ្លួនចេញពីវៀតមិញកាលពីខែកុម្ភៈឆ្នាំ1949ហើយក្រុមនេះកំពុងតែបង្កើតអសន្តិសុខនៅទូទាំងប្រទេសយ៉ាងណាមិញឯករាជ្យនិងប្រជាធិបតេយ្យនៅបន្តជាកម្មវត្ថុនៃការតស៊ូរបស់ខ្មែរហើយគណៈប្រតិភូមួយដែលដឹកនាំដោយព្រះមហាក្សត្រនិងអមដំណើរដោយប្រធានរដ្ឋសភាលោកអ៊ីវកឹសនិងលោកយ៉ែមសំបូរជានាយករដ្ឋមន្ត្រីបានធ្វើដំណើរទៅកាន់ស្រុកបារាំងដើម្បីចរចាអំពីលក្ខន្តិកៈឯករាជ្យនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949បារាំងបានប្រគល់ឯករាជ្យคล้ายៗមួយមកឲ្យកម្ពុជាតាមរយៈសន្ធិសញ្ញាមួយតែបារាំងនៅបន្តដាក់កងទ័ពខ្មែរឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងដដែលដរាបណាអនុចិននៅមិនទាន់មានសន្តិភាពឯករាជ្យនេះត្រូវបានគណៈបកប្រជាធិបតេយ្យជំទាស់ជាខ្លាំងដោយនៅតែទទូចចង់បានឯករាជ្យពេញលេញសម្រាប់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី24ខែមករាឆ្នាំ1950គណៈបកទាំងអស់បានជួបជុំគ្នាដើម្បីពិភាក្សាពីគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងនាមជាអ្នកតំណាងរាស្ត្រគណៈបកប្រជាធិបតេយ្យលោកអ៊ីវកឹសបានជំទាស់នឹងគម្រោងនេះជាខ្លាំងដែលហេតុថាបច្ចុប្បន្នកម្ពុជានៅពុំទាន់មានរដ្ឋសភាជាតិនៅឡើយម្យ៉ាងគម្រោងធ្វើវិសោធនកម្មនេះនឹងនាំឲ្យមានការកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋហើយរដ្ឋធម្មនុញ្ញចាស់នេះនៅមិនទាន់បានអនុវត្តឲ្យបានគ្រប់មាត្រានៅឡើយទេលុះពេលរសៀលបន្តិចនៅទីស្នាក់ការគណៈបកប្រជាធិបតេយ្យអតីតប្រធានរដ្ឋសភាជាតិលោកអ៊ីវកឹសកំពុងជួបពិភាក្សាជាមួយសហការីខ្លួនអំពីគម្រោងធ្វើសន្និសីទកាសែតនៅរោងល្ខោនមួយកន្លែងនៅម្ដុំថៃវ៉ាន់ផ្សារកាប់គោស្ដីពីដំណើរការទៅចរចាឯករាជ្យពីបារាំងនៅក្រុងប៉ារីសនិងពិភាក្សាគ្នាអំពីផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្តិចក្រោយមកស្រាប់តែមានក្មេងម្នាក់បានចោលដបពណ៌ខ្មៅមួយចូលមកការិយាល័យរបស់លោកអ៊ីវកឹសធ្វើឲ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំងរួចស្រែកថាក្មេងណាចោលអីបន្ទាប់មកសម្លេងផ្ទុះបានលាន់ឮឡើងធ្វើឲ្យលោកអ៊ីវកឹសដួលលើដីមុនស្លាប់ផុតដង្ហើមលោកបានពោលឡើងថាយីនយោបាយប្រទេសយើងដល់ម្លឹងផងការស្លាប់របស់លោកអ៊ីវកឹសត្រូវបានលោកកែតហ៊ានមេធាវីនិងជាតំណាងរាស្ត្រនៃគណៈបកប្រជាធិបតេយ្យ
ព្រមទាំងជាជនរងគ្រោះនៅរស់និងសាក់សីនៅក្នុងអំពើបោកប្របែកសម្លាប់ប្រធានរដ្ឋសភារូបនេះបានដាក់ការសង្ស័យទៅលើរដ្ឋការបារាំងជាអ្នកនៅពីក្រោយខ្នងដោយសំអាងលើហេតុផលថារយៈពេល 3-4 ខែចុងក្រោយនេះភ្នាក់ងារសម្ងាត់បារាំងប្រហែល 3-4 នាក់តែងតែតាមលោកអ៊ីវកឹសជាប់រហូតតែមិនដេចបានបណ្ដោយឲ្យមានគេចូលមកបោកប្របែកបានមិនដេចទៅម្យ៉ាងជនដៃដល់នោះត្រូវបានស្នងការកិច្ចការសម្ងាត់បារាំងចាប់បានភ្លាមហើយជនដែលទៅចាប់ឃាតករបានគឺជាជនដែលតែងតែឈើខ្លំមើលលោកអ៊ីវកឹសជាប្រចាំនៅមុខស្នាក់ការបកតែម្ដងដោយឡែកលោកមុនច័ន្ទមុលវិញបានបញ្យល់អំពីឃាតកម្មរបស់លោកអ៊ីវកឹសនៅក្នុងសៀវភៅចរិតខ្មែររបស់ខ្លួនថាឃាតករដែលត្រូវបានកញ្ចាប់នោះជាសមាជិករបស់គណៈបកសេរីភាពឈ្មោះនូយ៉ារស់នៅម្ដុំបឹងប្រយ៉ាបគេបានចាប់ជននោះមកវាយសួរចម្លើយនិងបង្ខំឲ្យសារភាពថាបានសម្លាប់លោកអ៊ីវកឹសលោកបន្តថានយោបាយនេះឆោតណាស់ទាត់មួយជើងបានពីរតែម្ដងត្បិតអ្នកភ្នំពេញគេយល់ថារឿងនេះជារឿងឆ្ពិនភ្នែកសត្វសាទព្រោះខាងគណៈបករងគ្រោះគ្មាននឹកឃើញថាគណៈបកសេរីភាពជាគូប្រឆាំងមកសងសឹកបែបនេះផងមរណភាពរបស់លោកអ៊ីវកឹសគឺជាការបិទបញ្ចប់នៅចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលនោះមកទោះបីជាគណៈបកនេះបានបន្តមានវត្តមាននៅក្នុងឆាកនយោបាយកម្ពុជាមុនសម័យទទួលបានឯករាជ្យក៏ពិតមែនក៏ប៉ុន្តែគណៈបកនេះត្រូវបានគេធ្វើទុកបុកម្នេញនិងផាត់ចេញពីនយោបាយម្ដងបន្តិចគួបផ្សំនឹងការបែកបាក់សាមគ្គីផ្ទៃក្នុងផងហើយសមាជិកសំខាន់នៃគណៈបកមួយចំនួនបានចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុ